បាទគោរពនឹងជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះដែរខ្ញុំបានកំសាន្តព្រៃទៀតហើយបាទហ្នឹងហើយដើម្បីរកជាវីដេអូថតជូនពុកម៉ែបងប្អូនទស្សនាអញ្ចឹងណាបាទហ្នឹងហើយបាទហើយនេះមកបាទល្ងាចហ្នឹងម៉ោង3ហើយបាទហ្នឹងហើយដល់ម៉ោងត្រូវត្រឡប់ទៅវិញហើយបាទព្រោះថ្ងៃនេះតនេគឺមករកបានមកនេះមកផឹកបាទហ្នឹងហើយដោយសារអត់រវល់បាទអត់រវល់ហើយម៉ោង4ត្រូវរវល់ទៀតហើយបាទអញ្ចឹងក៏ឆ្លៀតហ្នឹងហើយមករកបន្តិចទៅបាទហើយហ្នឹងហើយមកក៏ប្រទះនឹងប្រភេទឫស្សីក្តារសាច់បាទយើងនិយាយតែប្រភេទក្តារសាច់នេះស្កិលពុកម៉ែបងប្អូនបាទហ្នឹងហើយដើមធំបាទធំជាងមេដៃទៀតបាទដើមហ្នឹងហើយតែងនៅលើនោះមិញបាទចេះតែងមកមិញអត់ទៅមានខ្នែងបាទទៅមានខ្នែងមានអីច្រើនណាដែរក៏តែងមកស្រួលទៅបាទហ្នឹងហើយបើថាមានខ្នែងគឺចប់ហើយបាទតែងមិនរួចទេហ្នឹងហើយមើលនៅលើនោះមើលអត់ដឹងទេពុកម៉ែបងប្អូនអរគ្នាបាទហើយចំណុចសម្គាល់គឺនេះពុកម៉ែបងប្អូនថ្នាំងខ្លីអញ្ចឹងបាទហ្នឹងហើយសម្រាប់បងដែលគាត់ហ្នឹងហើយចង់ស្វែងរកនៅប្រភេទឫស្សីដុះកណ្ដាលសាច់បាទហ្នឹងហើយប្រភេទថ្នាំងខ្លីយើងចេះតែងមកបាទរកអីតែងបានតែងនៅលើបងប្អូនទាំងអស់គ្នាបាទហ្នឹងហើយយើងតែងមកគឺហ្នឹងហើយមានឬក៏អាចមិនមានបាទមានឬក៏អាចមិនមានណាហ្នឹងហើយមិនមែនថាថ្នាំងខ្លីអញ្ចឹងចេះតែមានទេបាទជួនអីសម្លឹងមើលទៅឃើញជួនអីម្លឹងមើលទៅអត់ឃើញទេបាទដល់តែតែងសាកមើលហ្នឹងហើយបើថាមានបានបើថាអត់មានទេគឺអត់ហើយបាទហ្នឹងហើយអត់ហើយថ្នាំងខ្លីអញ្ចឹងណាបាទហ្នឹងហើយនៅលើនេះរៀងវែងអញ្ចឹងបាទកដាញ់ខ្លីរហូតក៏បានដែរគ្រាន់តែយើងមើលសង្ស័យទៅយើងតែងណាបាទហ្នឹងហើយឡើងក្រមកចេះមករៀងវែងអញ្ចឹងទៅបាទឃើញទេបាទដើមវែងរហូតហើយជួនអីមានខ្លីដែរនេះខ្លីមិនគ្រាន់តែខ្លីនេះអត់មានទេបាទអត់មានទេហើយខ្ញុំថាឱកាសបំរុងធ្វើជ្រៅច្រត់ដែរបាទព្រោះដើមធំដែរប្រហែលត្រូវជាងមេដៃបាទចឹងចង់កាត់ធ្វើជាឈើច្រត់លក្ខណៈឫស្សីដុះកណ្ដាលសាច់បាទព្រោះយើងតែងបានស្អាតចឹងណាបាទយើងតែងបានស្អាតម្លោះហើយចង់ធ្វើជាឈើច្រត់បាទហ្នឹងហើយធ្វើជាឈើច្រត់ម្ដងមើលបាទកាត់ប្រវែងឈើច្រត់ចឹងណាបាទប្រវែងឈើច្រត់តែងមកបានវែងដែរនោះឃើញទេពុកម៉ែបងប្អូនឃើញទេវែងមិនខ្លីទេបាទគឺចុងនេះនៅចុងបាទចុងកណ្ដាលសាច់នេះបានមួយបាទអេមស្អាតតែម្ដងបាទស្អាតបាទអរគុណច្រើនបងប្អូនបាទជួបគ្នានៅវីដេអូក្រោយបាយបាយជម្រាបលា